បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើមុខម្ហូបគឺឆាពោះតាន់ពោះជ្រូកជាមួយនឹងជ្រូកស្ពៃហើយគ្រឿងផ្សំមានដូចជាពោះតាន់ជ្រូកហើយនឹងជ្រូកស្ពៃអត់មានអីច្រើនទេបងប្អូនមានលឹកខ្ទឹមមានស្ករម្សៅស៊ុបរ៉តឌីប៊ីចេងតែប៉ុណ្្នឹងឯងបងប្អូនជាដំបូងយើងធ្វើការដាក់ខ្ទះឲ្យក្តៅហើយយើងដាក់ខ្លាញ់ចូលហើយតបមកទៀតយើងធ្វើការប៉ងខ្ទឹមមើមខ្ទឹមជាមួយនឹងដើមខ្ទឹមយើងណាបងប្អូនប៉ងវាឲ្យឈ្ងុយសិនមកសាំយើងដាក់គ្រឿងចូលហ្នឹងហើយបន្ទាប់ពីខ្ទឹមរបស់យើងចាប់ដើមឈ្ងុយហើយក្រហមប៉ុណ្្នឹងហើយយើងចាប់ដើមដាក់ស្ករត្នោតចូលបងប្អូនដាក់វាហើយយើងកូរវាឲ្យឈ្ងុយចឹងមកបន្ទាប់មកយើងធ្វើការដាក់ប៊ីចេងហើយនឹងម្សៅស៊ុបអំបិលរ៉តឌីចូលមកហើយកូរវាទៀតមកបងប្អូនកូរវាអញ្ចឹងមកបន្ទាប់ពីយើងដាក់នេះហើយយើងចាប់ដើមដាក់ពោះតាន់យើងចូលបងប្អូនពោះជ្រូកឆ្ងាញ់ណាបងប្អូនពោះតាន់ហ្នឹងច្រប់ឆ្ងាញ់ជាងពោះហ៊ុនហើយនឹងពោះធំទៀតងាយមានទេបងប្អូនយូរមានម្ដងអញ្ចឹងហើយពោះតាន់នឹងពោះស្រែទៀតពោះជ្រូកស្រែយើងឆ្ងាញ់ណាស់បងប្អូនយើងឆាជាមួយជ្រូកស្ពៃអញ្ចឹងក៏ឆ្ងាញ់យើងយកទៅហូបមួយម៉ាំឆៅក៏ឆ្ងាញ់ដែរពោះតាន់ហ្នឹងណាតែនេះយើងយកមកឆាមួយជ្រូកស្ពៃពោះថាយើងយកទៅហូបមួយម៉ាំហ្នឹងញឹកពេកហើយបន្តមកទៀតយើងចាប់ដើមដាក់ម្រេចចូលបងប្អូននេះយើងអត់ប្រើម្ទេសទេយើងប្រើម្រេចឆាជ្រូកស្ពៃហ្នឹងណាបើសិនជាបងប្អូនចូលចិត្តដាក់ម្ទេសក៏ដាក់ទៅហើយបន្ទាប់ពីពោះតាន់យើងបានឆ្អិនហើយយើងចាប់ដើមដាក់ជ្រូកស្ពៃយើងចូលជ្រូកស្ពៃហ្នឹងយើងហាន់ជាចំណិតតូចអញ្ចឹងមកហើយយើងធ្វើការកូរវាឲ្យសព្វចឹងមកបងប្អូនជ្រូកស្ពៃនេះអត់សូវជូរទេមកល្មមឆ្ងាញ់បងប្អូនអាចសាកធ្វើមុខម្ហូបនេះមកបានបើសិនជាបងប្អូនអត់ដែលបានធ្វើបន្ទាប់ពីនេះយើងឆ្អិនហើយយើងចាប់ដើមរោយស្លឹកខ្ទឹមមកយើងបិទហ្គាសហើយយើងធ្វើការរោយស្លឹកខ្ទឹមអញ្ចឹងមកបងប្អូនហើយអត់មានយូរទេបងប្អូនមកផ្លែត